វាពិបាកទទួលយកនៅពេលដែលមនុស្សខ្មែរយើងឡើងមានភាពខ្មាស់អៀនមនុស្សជាច្រើនដែលកំពុងតែភ្លើតភ្លើននឹងការថតបង្ហោះថតផ្សាយការស្លៀកពាក់មិនសមរម្យវាបាត់បង់ដល់តម្លៃនៃប្រពៃណីមរតករបស់ខ្មែរយើងដែលវាមានតម្លៃណាដូនតាយើងធ្វើអីក៏បានដែរធ្លាប់បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមានទឹកដីដែលមានវិសាលភាពធំទូលាយណាមានប្រាសាទរាប់ពាន់ប្រាសាទណាទុកឲ្យកូនចៅជំនាន់ក្រោយមានដីជាប់សមុទ្រណាមានរ៉ែមានស្ថាបត្យកម្មអស្ចារ្យជាច្រើនដូនតាយើងខ្លាំងណាពូយើងមិនសមណាយើងបដ ாய் ឲ្យវាមកជាអញ្ចឹងបានទេពិចារណាឡើងវិញម្នាក់លេងថតសឹងស្រាតហើយបង្ហោះបង្ហាគ្រប់គ្នាក្មេងវ័យជំទង់វាហ៊ានពាក់អាវតំណប់ថតវាហួសហេតុណាស់អាណិតសង្គមជាតិយើងអាណិតជាតិយើងមិនត្រូវបដ ாய் ឲ្យវាទៅជាអញ្ចឹងបានទេបងប្អូនស្អាតធ្វើអីទៅក៏វាស្អាតដែរមិនបាច់ចាំដល់អ្នកស្រាតឲ្យគេឃើញមិនហើយតែស្អាតទេហើយបងប្អូនគិតថាអានឹងសិទ្ធខ្ញុំសិទ្ធអញស្អាតអញចង់បង្ហាញសិទ្ធបើអញខ្ញុំយល់វាជាសិទ្ធដោយសារតែសិទ្ធនឹងហើយដែលវាធ្វើឲ្យយើងគ្រប់គ្នាមានហេតុទេរងថ្ងៃហ្នឹងឥឡូវមើលទៅណាអាមួយនោះស្គួតផងអត់គ្រប់សតិផងទៅវាយពេទ្យសិលមិញពេលយប់មិញទៅវាយសម្រាប់ពេទ្យហើយដើម្បីរំលោភយកជើងធូបអាពុកសឡែនជើងធូបនោះវាយក្បាលពីក្រោយហើយចាក់ប្រហែលក្បិតទៀតដើម្បីរំលោភសាកសពខ្ញុំមិនដឹងថារំលោភហើយបានសម្លាប់ឬក៏សម្លាប់បានរំលោភអាហ្នឹងគឺចែកទេសលើប៉ូលីសកសោបចៃហើយនឹងការសួរនាំព្រោះខាត់ខ្លួនវាបានហើយប៉ុន្តែមនុស្សវាអត់គ្រប់សតិទេតែសៃទាញហ្នឹងបាទអង្គុយអត់ត្រង់ដើរអត់ត្រង់ជួរផងហ្នឹងតែដោយសារអីហ្នឹងអាការបង្ហាញរបស់យើងគ្រប់គ្នានេះនាំគ្នាថតបង្ហោះនេះអញ្ចឹងមនុស្សឲ្យតែពេញវ័យវាមានចំណងផ្លូវភេទហើយបាទហើយអាកតាដែលយើងនាំគ្នាស្រាតបង្ហោះគ្រប់គ្នានេះដែលវាធ្វើឲ្យអាការរំលោភផ្លូវភេទទៅលើមនុស្សស្រីដែលងាយគ្រោះថ្នាក់ណាយើងសិចស៊ីណាយើងរលបនឹងអាហ្នឹងណាយើងចង់បាន view ចង់បានគេមើលចង់លក់ផលិតផលឬក៏ដើម្បីលក់សេវាកម្មផ្លូវភេទយើងធ្វើអញ្ចឹងទៅមានគិតអាណោះអាធំគ្នាអ្នកដែលមិនចង់អ្នកដែលគ្នាធ្វើការត្រឹមត្រូវហើយត្រូវបានគេទៅចាប់រំលោភត្រូវបានគេរំលោភបំពានឥឡូវដល់ថ្នាក់សម្លាប់ទៀតមិនវិញអាហ្នឹងមើលជួយគិតគ្នាមើលហើយយើងគួរបដ ாய் ឲ្យសង្គមយើងវាទៅអញ្ចឹងទៀតហើយវាចំណេញអីវាអត់មានបានផលអីទាំងអស់បងប្អូនរស់តែខ្លួនឯងហ្នឹងបងប្អូនបានគេមើលច្រើនបានគេ like ច្រើនតែអ្នកមើលអ្នក like បងប្អូនហ្នឹងគឺជាមនុស្សដែលមានចំណង់ខាងហ្នឹងមួយទៀតបងប្អូនយើងភេទទី3ខ្ញុំសុំទោសខ្ញុំមិនចង់និយាយប៉ះពាល់ដល់កុំឲ្យគេថាយើងរើសអើងភេទប៉ុន្តែបងប្អូនភេទទី3ដែលបានស្លៀកពាក់ជាស្ត្រីហើយស្លៀកពាក់ជាស្ត្រីហើយរក្សាតម្លៃស្ត្រីមិនមែនស្លៀកពាក់ជាស្រីហើយនាំគ្នាថតដូចស្រាតបង្ហោះចឹងទេអត់កើតទេមិនពីមុនយើងមានតែទូទស្សន៍កាលណាផ្សាយអីមិនសមមានការប្រតិកម្មតែវាមានតិចតទៅពេលឥឡូវយើងមានទូរស័ព្ទគ្រប់ដៃថតបង្ហោះបាត់ណាបាត់ណីពេញហ្នឹងវាលែងមានស្ថិរភាពវាបាត់បង់តម្លៃជាពិសេសតម្លៃរបស់ស្ត្រីខ្មែរយើងប្រទេសយើងគឺជាប្រទេសដែលមានលំអានអរិយធម៌ថ្លៃថ្នូរណាស់យើងមានប្រវត្តិសាស្ត្រអស្ចារ្យជាងគេណាយើងមិនអាចធ្វើដូចអាពួកប្រទេសកើតក្រោយយើងបានទេយើងមិនអាចនាំគ្នាធ្វើឲ្យសិលធម៌ធ្លាក់ចុះបានទេយើងត្រូវតែលើកតម្កើងសិលធម៌ខ្មែរម្នាក់ទៅរៀននៅសាលាមានចំណេះដឹងតែបែរជាប្រព្រឹត្តខ្លួនខុសជាពិសេសបងប្អូនក្មួយស្រីពិចារណាឡើងវិញក្មួយការដែលក្មួយថតគេខ្មាស់បង្ហាញគេការដែលក្មួយបង្ហាញរូបភាពអសិលធម៌ទៅក្នុងសង្គមវាអត់មានចំណេញអីទេក្មួយឯងអាយុច្រើនទៅក្មួយឯងដឹងថាអូអ្វីដែលអញធ្វើពេលនោះដែលរុញខ្លួនអញឲ្យខ្លាយទៅជាមនុស្សអញ្ចឹងថ្ងៃហ្នឹងអញ្ចឹងពេលនោះខ្លួនឯងស្ដាយក៏ហួសពេលហើយប្រយ័ត្នខ្លួនពីឥឡូវទៅរៀបចំខ្លួនឲ្យមានលក្ខណៈសម្បត្តិជាស្ត្រីខ្មែរឲ្យវាថ្លៃថ្នូរទៅកុំឈប់ទៅខ្ញុំសំណុំពរពេលខ្លះឃើញរឿងឃើញព័ត៌មានហើយវាតឹងទ្រូងពេកខ្ញុំនិយាយខ្លះទៅពីពួកខ្ញុំដឹងថារឿងការប្រតិកម្មខ្ញុំពាក់ព័ន្ធជាមួយនឹងការស្លៀកពាក់ឬក៏ការ
បង្ហោះរូបភាពអាភារអីអស់នេះគឺមិនសូវមានការគ្រប់គ្រងហើយមានគេស្អប់គេជេរខ្ញុំពេលខ្លះគេ report account ខ្ញុំទៀតគេ report page ខ្ញុំទៀតប៉ុន្តែខ្ញុំត្រូវតែនិយាយពួកកន្លែងហ្នឹងវាជាតម្លៃរបស់យើងទាំងអស់គ្នាក្នុងនាមយើងជាខ្មែរក្នុងនាមប្រទេសយើងដែលមានវប្បធម៌អរិយធម៌ចំណាស់ជាងគេយើងកើតមុនគេយើងមានដូនតាជាអ្នកខ្លាំងហើយយើងគោរពនឹងឲ្យតម្លៃស្ត្រីសូម្បីតែប្រើពាក្យថាមេបាមេនៅមុនបាមិនមែនបរោះធំជាងស្ត្រីមានតម្លៃជាងសូម្បីតែនៅលើប្រាសាទក៏មានចម្លាក់រូបអប្សរាតំណាងឲ្យតម្លៃនៃស្ត្រីខ្មែរអញ្ចឹងគិតឡើងវិញពិចារណាឡើងវិញហើយផ្លាស់ប្ដូរទៅវាមិនបានអស្ចារ្យអីនឹងការថតស្រាតនឹងទេនឹងការបង្ហាញឲ្យឃើញដើមទ្រូងឲ្យឃើញតំបន់គេខ្មាស់ឈប់ទៅដូរថតរូបស្លៀកពាក់សមរម្យក៏គេ like ក៏គេមើលដែរមិនបាច់ចាំទៅចង់បាន like ហួសហេតុចឹងទេអាហ្នឹងមនុស្សមិនគ្រប់សតិបានគេធ្វើវាអត់មានភាពអ៊ីនខ្មាស់វាខ្វះវាអត់មានតម្លៃជាស្ត្រីខ្មែរហ្នឹងគេធ្វើចោះតែបើយើងជាស្ត្រីខ្មែរឲ្យបានរៀនសូត្រទៀតយើងឈប់យើងមិនមែនអ្នករស់ស៊ីផ្លូវភេទទេយើងកុំនាំគ្នាខ្សែគប់រឿងអញ្ចឹងធ្វើរឿងដែលវាចំណេញសម្រាប់សង្គមទៅបានផលទាំងអស់គ្នាអាណិតយុវជនអ្នកបន្តវេនអាណិតក្មេងជំនាន់ក្រោយត្រូវតែរៀបចំហើយខ្ញុំអរគុណហើយកន្លងមកដែលក្រសួងវប្បធម៌បាទក្រសួងមហាផ្ទៃភាគីពាក់ព័ន្ធទាំងអស់ពាក់ព័ន្ធជាមួយនឹងតម្លៃរបស់ស្ត្រីខ្មែរយើងតែងតែមួយទៀតក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលើកឡើងរបស់សម្ដេចពុកបានលើកឡើងសនំពរឲ្យឈប់ទៅអាការថតរូបអីអាការបង្ហោះរូបភាពដែលវាអសិលធម៌ប៉ះពាល់ដល់តម្លៃសង្គមឈប់ទៅយើងចូលរួមទាំងអស់គ្នាទៅតម្លៃរបស់ប្រទេសយើងទេមុខមាត់ជាតិយើងទេហើយក៏វាជាកិត្តិយសរបស់យើងទាំងអស់គ្នាក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមនឹងដែរបាទខ្ញុំអរគុណច្រើន